មានមនុស្សដែលចូលចិត្តក្មួយស្ងាត់ហើយនឹងមានមនុស្សដែលស្អប់ក្មួយស្ងាត់ក្នុងនោះអ្នកដែលស្អប់ក្មួយក៏មានសមាជិកនៃគ្រួសាររបស់ក្មួយដែរដែលមិនចូលចិត្តក្មួយស្អប់ស្រឡាញ់ឈ្នានីសកន្ទក់កន្ទិញព្យាបាទសង្គ្រោះស្រឡាញ់សពបែបយ៉ាងហើយនឹងស្រឡាញ់ក្មួយរឿងនេះជារឿងជីវិតពិតប្រាកដមនុស្សលោកគឺអញ្ចឹងបើមិនអញ្ចឹងមិនមនុស្សលោកទេហើយក្មួយកំបួងសួងថាខ្ញុំបួងសួងយ៉ាងម៉េចឲ្យឆាកជីវិតរបស់ខ្ញុំកុំជួបរឿងអីទាំងអស់អត់បានទេមានតែមួយគឺព្យាយាមរស់ហើយប្រឈមមុខទៅក្នុងជីវិតមានតែប៉ុណ្្នឹងឯងក្មួយហើយរឿងទាំងអស់នេះក្មួយនឹងជួបនៅក្នុងឆាកជីវិត